បាទយើងលក់បាសស៊ីនបាទដូចជាបាស Boss បាស KP បាស IN ដែលមានរូបរាងបែបហ្នឹងបាទកម្លាំងត្រឹមតែ150វ៉ាត់ទេបាទបងដឹងស្រាប់អីដូចជា JBL ដូចអីណាឲ្យតែរូបរាងតូចចល័តស្រួលយួរអញ្ចឹងកម្លាំងមានតែ100វ៉ាត់បើ JBL មានតែ100វ៉ាត់ផងបាទនេះ Boss KP IN គឺគេមានដល់តែ150វ៉ាត់បាទអូខេគណៈពេលដែលបាសចិនណាបាសចិនដែលមានរូបរាងស្ទៀងនឹងដូចនឹងដែរបាទកម្លាំងវ៉ាត់300វ៉ាត់250វ៉ាត់បាទ500វ៉ាត់800វ៉ាត់ក៏មានដែរបាទកំពុងចរាចរនៅលើទីផ្សារបាទដោយវ៉ាត់នោះគឺជាវ៉ាត់កុហកទេបាទតែខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារគឺសំឡេងពេលដែលយើងតេស្តទន្ទឹមគ្នាបានដឹងថាអូគឺសំឡេងខុសត្រូវគ្នាដាច់ហ្មងបាទខុសត្រូវគ្នាដាច់បាទអូខេបាទអញ្ចឹងកុំឲ្យបងដែលគាត់អញ្ជើញមកដល់ហាងខ្ញុំផ្ទាល់ហើយបងនិយាយថាអូនឯងលក់បាសហ្នឹងកម្លាំងតែ150វ៉ាត់ទេបាទប៉ុន្តែថ្លៃជាង10-20ដុល្លារដែរជាមួយនឹងបាទ brand ផ្សេងនោះ brand នេះ brand នោះអញ្ចឹងណារៀងដូចគ្នាបាទគេលក់ប្រហែលគេ350វ៉ាត់450វ៉ាត់500វ៉ាត់800វ៉ាត់អញ្ចឹងណាបាទមាន3-4 brand ណាបាទអញ្ចឹងគេលក់ត្រឹមតែប៉ុណ្ណេះទេបាទធូរថ្លៃជាងបងឯង10-20ដុល្លារខ្លះមាន100ជាងក៏មានដែរបាទអូខេខ្ញុំទទួលស្គាល់គឺជាការពិតប្រកបមែនតម្លៃហ្នឹងណាបាទប៉ុន្តែខាងខ្ញុំអត់ទទួលស្គាល់ថាតងជាមួយនឹងបាសនោះគឺជាបាសស៊ីនទេបាទអូខេទី1គឺមិនមែនជាបាសស៊ីនអត់បាសស៊ីនណាបាសចិនសិប្បកម្មដែលគេហៅថាបាសអាមេរិកបាសអាល្លឺម៉ង់បាសជប៉ុនអីចឹងណាបាទអូខេអញ្ចឹងបាទមិនត្រឹមតែកុហកបាសប៉ុណ្្នឹងទេណាថែមទាំងកុហកវ៉ាត់ទៀតបាទអូខេអញ្ចឹងកុំឲ្យពិបាកបងដែលថាគិតចេះគិតចុះណាខាងខ្ញុំមួយរយៈចុងក្រោយនេះគឺខាងខ្ញុំបានប្រមូលបាសទាំងអស់នោះមកដាក់នៅក្នុងហាងតែមួយបាទយើងយកមកតេស្តជាមួយនឹងបាស Boss ដែលយើងយកមកតេស្តជាមួយនឹងបាស IN បាស KP រូបរាងបែបហ្នឹងដូចគ្នាបងពេលដែលបងដាក់ក្នុងហាងតែមួយហើយដែលយើងប្រឡែងឲ្យតេស្តមកសេរីទៀតបានដឹងថាអ្វីដែលខ្ញុំនិយាយពីកន្លងមកគឺជាការពិតបាទស្រួលដែរបងស្រួលដែរមានន័យថាយើងមានមកទៅហាងខ្ញុំមួយទៅយើងបានតេស្តទន្ទឹមគ្នាទាំងអស់ហើយយើងសួរសម្រាប់ចិត្តថាតើគួរយកមួយណាបាទអូខេយក Boss ឬក៏យក KP ឬ IN បាទអូខេអាហ្នឹងគឺខាងខ្ញុំលក់ពួកបាសស៊ីនហ្នឹងបាទហើយទៅខាងខ្ញុំបាទបងតែត្រូវគឺខ្ញុំលក់ដូចគ្នាដែរបាទរវាងដូចបាសរៀងអញ្ចឹងដែរនៅក្នុងហាងក៏មានដែរមាន3-4 brand ដែរបាទអូខេខ្ញុំប្រមូលមកដាក់ក្នុងហាងហើយអីបងអញ្ចឹងខ្លះតម្លៃក្រុមនឹងតិចតួចខ្លះអត់មាន microphone បាទខ្លះឯណាសិតស្រែតាម app តាម QR អញ្ចឹងណាបាទពួកហ្នឹងគេវាបិទខាងក្រៅនៅតែសំណុំអំភ្លីនៅខាងក្នុងគេស្រែតាម QR គឺអីនិយាយទៅស្រែមកស្រឡាញ់បាទគុណភាពសម្លេងបងគឺខុសគ្នាជាមួយនឹង Boss ខុសគ្នាជាមួយនឹង KPIN ឆ្ងាយបាទដូចខ្ញុំនិយាយអញ្ចឹងណា KPIN Boss គេមានសម្លេងសັບដឹបមកជាមួយណាបាទអូខេបាទសັບញ័រអត់ទាន់គឺគេមានសម្លេងសັບបបមកជាមួយហើយទៅហាយវាគេចេញមក clear ច្បាស់ដាច់ហ្មងបាទអូខេការច្រៀងក្រៅអូខេគឺអញ្ចឹងដែរអត់ចាំបាច់អីញ៉ៃច្រើនទេគ្រាន់ណាដាក់មកពប់ឡើងជាងវាស្រឡះហើយទៅស្រួលច្រៀងទៀតបាទអូខេគណៈពេលដែលបាសនៅលើទីផ្សារដែលខ្ញុំប្រមូលមកហ្នឹងបាទគឺអញ្ចឹងសលេងសັບឬអត់មានសលេងអាដឹបរៀងណែនណាអត់មានទេបាទអត់មានហាយព្រោះវាលក្ខណៈស្ដាប់មកគ្រាន់មកប្រើគឺចិនហ្មងបាទយើងស្ដាប់ទន្ទឹមគ្នាគឺខុសរឿងនេះដាច់ហ្មងបាទគឺបែបហ្នឹងហើយទៅមួយទៀតតែតើការច្រៀងក្រៅខេខំចូលទៅតាម QR សេរីអីផងនៅតែសលេងអត់ដាច់ចឹងនិយាយណាវាថាពេលដែលយើងស្រែកខ្លាំងវាបែកបាទហើយដល់ពេលគណៈពេលដែលដូច KPIN ណាយើងគ្រាន់តែកាន់ microphone មកគូចង់ច្រៀងហ្មងបាទគឺដាក់មកសលេងនឹងធ្ងន់និយាយទៅមានអារម្មណ៍ថាពេលដែលយើងនិយាយអាឡូគឺជំនួសបាសធំបានហ្មងគឺពេញចិត្តមែនតើបាទអញ្ចឹងយើងយកមកដាក់ទន្ទឹមគ្នាបានដឹងថាអូអ្វីដែលយើងលក់គឺជាលក់របស់ស៊ីនបាទរបស់ស៊ីនបងវ៉ាត់មានតែត្រឹម100វ៉ាត់150វ៉ាត់អីទេទៅអញ្ចឹងតម្លៃត្រឹម
ពីរជាងអញ្ចឹងណាបាទគណៈពេលដែលបោះចិនគាត់ធ្វើរៀងបែបហ្នឹងដែរបាទជួនកាលគាត់វារៀងទំនើបជាងផងមានន័យថាគាត់ដាក់អំភ្លីឲ្យប្រុសចិនអំភ្លីភាចិនភាច្រើនគេប្រើ QR ដើម្បីសេរីខាងក្នុងណាណីណាបាទគាត់បិទ sticker ខាងក្រៅមិនមែនជាលក្ខណៈបោះពុំផ្ទាល់ជាមួយនឹងអាផ្ទាំងអំភ្លីហ្នឹងទេបាទខាងក្នុងគឺបាទដល់ពេលអញ្ចឹងពេលយើងសេរីទៅវាអត់ដាច់ចាបាទអត់ដាច់ឬសំឡេង300វ៉ាត់បាទ450វ៉ាត់800វ៉ាត់ហេតុអីបានជាសំឡេងអត់ដល់អាគេ150វ៉ាត់បាសស៊ីនដូចជា KPIN Boss នេះអញ្ចឹងរឿងពិតបាទអូខេបងអញ្ជើញមកដល់ហាងខ្ញុំមកបាទខ្ញុំតេស្តទៅគ្នាឲ្យស្ដាប់បាទបងអ្នកតេស្តក៏បានដែរអូខេអរគុណច្រើន